រូបជំរាបសួរទស្សនិកជនដែលកំពុងតែតាមដានការ live ផ្ទាល់នៅកម្មវិធី Real Estate Talk Show នៅក្នុងសប្តាហ៍ថ្មីហើយដោយដែលទស្សនិកជនបានទស្សនាជារៀងរាល់សប្តាហ៍ហើយកម្មវិធី Real Estate Talk Show គឺជាកម្មវិធីចែករំលែកទៅលើប្រធានបទគោលចំនួន7រួមមានជំនាញលក់និងទីផ្សារជំនាញវិតម្លៃអចលនវត្ថុជំនាញច្បាប់ជំនាញទំនាក់ទំនងភាពជាអ្នកដឹកនាំនិងបច្ចេកវិទ្យាផងដែរហើយកម្មវិធីយើងអាចដំណើរការទៅបានជារៀងរាល់សប្តាហ៍ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន Inva ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិតម្លៃអចលនវត្ថុបាន25ខេត្តក្រុងលឿននិងឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ Bayon App គឺជា platform digital មួយដែលជួយឲ្យភ្នាក់ងារលក់ក៏ដូចជាក្រុមហ៊ុនអចលនវត្ថុអាចធ្វើការផ្សព្វផ្សាយនៅព័ត៌មានអចលនវត្ថុទៅកាន់អតិថិជនបានយ៉ាងងាយស្រួល Active Construction គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មលាបថ្នាំពណ៌ក៏ដូចជាផ្គត់ផ្គង់នៅថ្នាំពណ៌គ្រប់ប្រភេទផងដែរ Tech Lab គឺជា digital platform ថ្មីមួយដែលជួយឲ្យអ្នកលក់ឬក៏អ្នកផ្គត់ផ្គង់សេវាអាចធ្វើការផ្ដល់ព័ត៌មានទៅកាន់អតិថិជនក៏ដូចជាការផ្ដល់ទំនាក់ទំនងទៅកាន់អតិថិជនបានយ៉ាងងាយស្រួលហើយមុននឹងយើងចូលនៅក្នុងការចែករំលែកនៅក្នុងសប្តាហ៍នេះក៏សូមទស្សនិកជនដែលកំពុងតែតាមដានការ live ផ្ទាល់អាចធ្វើការជួយចុច like និង share បន្តដើម្បីឲ្យបងប្អូនទស្សនិកជនផ្សេងៗបានចូលរួមពីការចែករំលែកពីកម្មវិធីរបស់យើងផងដែរហើយបើត្រឡប់មកក្នុងកម្មវិធីយើងនៅក្នុងសប្តាហ៍នេះវិញថ្ងៃនេះសប្តាហ៍នេះពិសេសដោយសារតែមានបងជាអ្នកចូលរួមដូចទស្សនិកជនក៏ធ្លាប់បានជួបជាមួយនឹងបងម្ដងដូចដែរថាបងសំអល់គឺជា owner របស់ Bayon App គឺជាអ្នកជំនាញនៅក្នុង digital ផងដែរហើយនៅក្នុងសប្តាហ៍នេះយើងនឹងជជែកគ្នាអំពី digital នៅក្នុងផ្នែកអចលនទ្រព្យដែលទាក់ទងជាមួយនឹងការលក់គម្រោងនិងការដឹកនាំគម្រោងផងដែរចា៎អញ្ចឹងក៏សូមស្វាគមន៍បងម្ដងទៀតមកកាន់កម្មវិធី Real Estate Talk Show ហើយជាកិត្តិយសដែលបងបានជួយចូលរួមនៅក្នុងការចែករំលែកនៅក្នុងថ្ងៃនេះចាអាចសូមបងមានអីជាបាទអរគុណច្រើនកញ្ញាសៀវហុងដែលបានអញ្ជើញខ្ញុំចូលមកក្នុងកម្មវិធីហើយនឹងអាចនឹងមានសំណួរអីផ្សេងខ្ញុំសូមស្វាគមន៍បាទចាបងចឹងដោយសារតែការចែករំលែករបស់បងលោកមួយមានទស្សនិកជនចាប់អារម្មណ៍ច្រើនជាពិសេសគឺបច្ចុប្បន្ននេះទៅលើ digital គឺឃើញថាមានការចាប់អារម្មណ៍ច្រើនមែនទែនបងហើយដោយសារយើងក៏នៅក្នុងផ្នែកអចលនទ្រព្យហើយជាពិសេសគឺផ្នែកគម្រោងយើងឃើញថាក៏យើងមើលឃើញថាការតម្រូវការ digital ក៏មានច្រើនដែរអញ្ចឹងដូចនេះអាចថ្ងៃនេះជជែកគ្នាទៅលើគម្រោងច្រើនបងចាពីចឹងជាកិច្ចចាប់ផ្ដើមប្រធានបទដំបូងនៅក្នុងសប្តាហ៍នេះបងចង់ឲ្យបងចែករំលែកថាតើបច្ចេកវិទ្យាអាចជួយអ្វីបានខ្លះនៅក្នុងការគ្រប់គ្រងដូចជាការដឹកនាំលក់គម្រោងហ្នឹងចា៎បាទអរគុណច្រើនកញ្ញាសៀវហុងហើយនិងបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាកម្មវិធីមួយនេះចា៎ការដែលគ្រប់គ្រងគម្រោងអចលនទ្រព្យមួយហើយយើងចាំបាច់ណាស់ត្រូវការមានបច្ចេកវិទ្យាប្រសិនបើយើងមិនមានបច្ចេកវិទ្យាមួយគ្រប់គ្រងឲ្យបានត្រឹមត្រូវច្បាស់លាស់ទេវាពិតជាមានការពិបាកហើយយើងសង្កេតឃើញថាក្រុមហ៊ុនធំលំដាប់អចលនទ្រព្យធំគឺគេសុទ្ធតែមានអស់ហើយនៅប្រព័ន្ធគ្រប់គ្រងទាំងបុគ្គលិកទាំងគ្រប់គ្រងហៅថា property management ហើយរហូតទៅដល់ទទួលយកគម្រោងពី developer ផ្សេងទៀតយកមកគ្រប់គ្រងហ្នឹងបើសិនជាគ្មានប្រព័ន្ធបច្ចេកវិទ្យាទេវានឹងធ្វើឲ្យមានការរញ៉េរញ៉ៃបាទរញ៉េរញ៉ៃហើយមែនតើទៅបុគ្គលិកដែលគាត់មកជួយលក់គម្រោងហ្នឹងភាគច្រើនបំផុតហ្នឹងយើងហៅថាជា freelance បាទក្រុមហ៊ុនអចលនទ្រព្យគាត់ពិបាកក្នុងការរើសបុគ្គលិក full time ណាបាទពីព្រោះថាបុគ្គលិក full time គាត់ត្រូវការ pay salary ហ្នឹងគឺជាប្រចាំតែប្រសិនបើបុគ្គលិក freelance វិញបានន័យថាគាត់ pay ទៅលើការ close deal របស់គាត់ហើយអញ្ចឹងគឺក្រុមហ៊ុនហ្នឹងគឺចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងមួយគឺបែងចែកភាគលាភហ្នឹងបាទបែងចែកគេហៅថា commission បាទបែងចែក commission fee ប្រសិនបើគាត់លក់បានគម្រោងណាមួយគាត់ទទួលបានប្រមាណហើយក្រុមរបស់គាត់អ្នកណាប្រធានក្រុមអ្នកណាសមាជិកហើយប្រសិនបើអ្នកលក់មិនបានវិញតើគាត់បានទទួលភាគលាភអីដែរអត់ចា៎អញ្ចឹងទាំងអស់ហ្នឹងគឺត្រូវការមានប្រព័ន្ធមួយគ្រប់គ្រងដោយត្រឹមត្រូវតម្លាភាពច្បាស់លាស់ហើយបើមិនអញ្ចឹងទេទាំងក្រុមហ៊ុនទាំង freelancer ទាំងបុគ្គលិកពេញម៉ោងហ្នឹងគឺគាត់មានមន្ទិលសង្ស័យ
គឺគាត់នៅជាមួយក្រុមហ៊ុនអចលនទ្រព្យហ្នឹងអត់បានយូរទេ ចា ចឹងហើយគឺបច្ចេកវិទ្យាហ្នឹងសំខាន់ណាស់បាទ ចា ហើយរឿងមួយទៀតហ្នឹងគឺយើងអាចក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យគឺគាត់អាចយកអតិថិន័យអស់ហ្នឹងយកមកវិភាគមើលថាតើគម្រោងណាដែលលក់ដាច់ជាងគេ ចា ឃើញទេគម្រោងណាដែលលក់ដាច់ជាងគេដីឡូឬមួយក៏ផ្ទះលំនៅឋានឬមួយក៏ខុនដូអញ្ចឹងគាត់អាចធ្វើទីផ្សារគាត់អាចបុកទៅខាងក្នុងបាទគាត់រើស freelance មកក៏គាត់ត្រូវការរើសបើគាត់ថាលក់ខុនដូដាច់ច្រើនជាងគេអញ្ចឹងគាត់រើសអ្នកជំនាញលក់ខុនដូមកបាទគាត់បុកទៅខាងនេះបានច្រើនបាទហើយអញ្ចឹងប្រសិនបើយើងអត់មានតួលេខអស់ហ្នឹងណាគាត់ក្រុមហ៊ុនអចលនទ្រព្យហ្នឹងគឺពិបាកឯង ចា បាទគឺពិបាកហើយគឺក៏អត់មាន big data អញ្ចឹងគាត់ត្រូវការមាន system មួយដែលអាចវិភាគឲ្យផ្ដល់ទិន្នន័យជាច្បាស់លាស់មួយឬក៏គេហៅថាប៉ាន់ស្មានក៏បានដែរឲ្យទៅថាវារៀង accurate ខុសគ្នា 10-20% គឺយើងអាចទទួលយកបាន ចា អញ្ចឹងគឺសំខាន់ណាស់គឺប្រព័ន្ធគ្រប់គ្រងការលក់ការជួលនៅក្នុងវិស័យអចលនទ្រព្យគឺត្រូវតែមាន ចាបងប៉ុន្តែមិញបងបានរំលេចដែរតើតងជាមួយនឹងទាំងការគ្រប់គ្រងcommission ជាពិសេសបងបានរំលេចថានៅក្នុងនោះអាច control ទៅលើ freelancer ការបែងចែកអីផ្សេងៗតែចុះបើសិនបើតើតងជាមួយនឹងបងគិតថាតើបើសិនជាគម្រោងធំដែលមានការទិញលក់ហើយយើងអត់មានបច្ចេកវិទ្យាតើអ្វីដែលជាផលលំបាកបំផុតនៅក្នុងនោះដែរចា ផលលំបាករបស់គាត់នឹងយក Excel មកធ្វើ ចា បាទគាត់នឹងយក Excel មកធ្វើឬក៏គាត់មានសភៅធំឲ្យគាត់មួយអញ្ចឹងទៅដើម្បីគាត់កត់ត្រាបាទអញ្ចឹងគាត់អត់អាចគ្រប់គ្រងគម្រោងបានច្រើនទេយ៉ាងច្រើនហ្នឹងគាត់គ្រប់គ្រងបានតែ 2-3 គម្រោងឯងចុះបើសិនជាគាត់ក្រុមហ៊ុនអចលនទ្រព្យដែលគាត់ល្បីឈ្មោះគាត់មានគម្រោង20-30 ចឹងអត់អាចយក Excel ឬសភៅអីហ្នឹងមកធ្វើការទេបាទគឺគាត់ត្រូវតែមានប្រព័ន្ធបច្ចេកវិទ្យាមួយយកមកជួយបាទ ចាប៉ុន្តែអាចសុំបងរំលេចបន្តិចតកតងជាមួយនឹងមិញចាប់អារម្មណ៍ទៅលើការគ្រប់គ្រងទៅលើការបែងចែកភាគលាភហើយបងក៏បាននិយាយដែរថាអាចនឹង control បានច្រើនគម្រោងប៉ុន្តែអាចឲ្យបង clarify បន្តិចថាតើតកតងមួយនឹងការគ្រប់គ្រងការបែងចែកហ្នឹងវាជា structure បែបម៉េចដែរ ទី1និយាយទៅបច្ចេកវិទ្យាដើរក្រោយគេហៅថា business flow របស់យើងទេ ចា យើងធ្វើ business flow របស់យើងនឹងproof of concept ហ្នឹងឲ្យវាដើរសិន ចា ហើយនៅពេលដែលយើងធ្វើទៅវាដើរហើយបានយើងរកបច្ចេកវិទ្យាមកជួយពីក្រោយដើម្បីឲ្យវាកាត់បន្ថយពេលវេលាកាត់បន្ថយចំណាយ ចា ហើយឲ្យវាមានប្រសិទ្ធភាពអញ្ចឹងបច្ចេកវិទ្យាវាដើរក្រោយអំពីប្រតិបត្តិការរបស់យើងឯង ចា ដំបូងឡើយគឺយើងធ្វើប្រតិបត្តិការរបស់យើងហ្នឹងការទិញលក់អីហ្នឹងឲ្យបានវាឃើញថាវាដំណើរការល្អសិន ចា បានយើងគិតទៅដល់ថាបើសិនជាដាក់បច្ចេកវិទ្យាមកធ្វើម៉េចឲ្យកាត់បន្ថយពេលវេលាអស់ហ្នឹងធ្វើម៉េចឲ្យកាត់បន្ថយចំណាយអស់ហ្នឹង ចា បាទ ចាបងនេះមិនជជែកជាមួយនឹងការគ្រប់គ្រងចុះមកផ្នែកទៀតបងឧទាហរណ៍ថាបើសិនបើក្រុមហ៊ុនមួយដែលគាត់មាន platform គ្រប់គ្រងតើភាពងាយស្រួលរបស់គាត់នៅក្នុងការជជែកនៅក្នុងការយកគម្រោងមកលក់ឬជាការគ្រប់គ្រងអីផ្សេងៗថាតើជា benefit សម្រាប់ទៅម្ចាស់គម្រោងវិញគាត់អាចជួយអីបានខ្លះ ត្រឹមត្រូវហើយនៅពេលដែលគាត់ចង់ទៅទទួលយកគម្រោងពី developer ណាមួយគេមើលទៅលើបទពិសោធន៍របស់គាត់គេមើលទៅលើអំពីទិន្នន័យរបស់គាត់មានបុគ្គលិកគ្រប់គ្រាន់អត់គាត់មានប្រព័ន្ធ control នឹងច្បាស់លាស់អត់ព្រោះគាត់ក៏ខ្លាចដែរខាង developer ក៏ខ្លាចថាទៅពេលដែលគាត់បោះគម្រោងនឹងមកឲ្យលក់ដល់ឲ្យគាត់រញ៉េរញ៉ៃគាត់ឆ្លោះគ្នាផ្ទៃក្នុងគាត់អញ្ចឹងវាបែកធ្លាយទៅខាងក្រៅទៅវាធ្វើឲ្យខូចទៅដល់brand របស់គម្រោងរបស់គេដែរ ចា៎ អញ្ចឹងប្រសិនបើគាត់មានអ្វីទាំងអស់ team របស់គាត់ខ្លាំងហើយគាត់មានsystem control ហ្នឹងទៀតគាត់យកអាហ្នឹងទៅបង្ហាញម្ចាស់គម្រោងគេទៅបាទគាត់នឹងអាចទទួលយកបានគម្រោងហ្នឹងយកមកលក់ ចាអាចថាងាយស្រួលនៅក្នុងការជជែកចរចានៅមួយវិញទៀតអាចមានជាទិន្នន័យជា reference ច្បាស់លាស់នៅក្នុងការយកទៅបង្ហាញទៅម្ចាស់គម្រោងទៀតចាប៉ុន្តែតកតងជាមួយនឹងធម្មតាគម្រោងយើងមានច្រើនបងអាចថាគម្រោងខ្លះទំហំធំជាងទៅគម្រោងខ្លះក៏ទំហំតូចហើយប្រភេទមួយក៏ខុសគ្នាដែរប៉ុន្តែ platform តែមួយថាតើយើងអាចគ្រប់គ្រងបានគ្រប់ប្រភេទនិងគ្រប់ទំហំណាទេបងសម្រាប់មិញហ្នឹងយើងនិយាយទៅលើថាក្រុមហ៊ុនអចលនទ្រព្យមួយគាត់គួរតែមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គាត់មួយចា៎បាទប៉ាន់ស៊ីវហុងសួរខ្ញុំនេះថាតើអាចមាន platform ណាមួយដែលអាច
ឲ្យគ្រប់គ្រងរួមគ្នាបានមែនទេ ចា៎ បាទប្រសិនបើមាន platform ណាមួយដែលអាចឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនគាត់ប្រើរួមគ្នាបានគឺជារឿងល្អ ចា៎ ទីមួយគឺគាត់អត់ចំណាយខុសច្រើនបាទប្រសិនបើក្រុមហ៊ុនអចលនទ្រព្យមួយគាត់ទៅ develop អាគម្រោងគ្រប់គ្រង project ហ្នឹងគ្រប់គ្រងការបែងចែកភាគលាភគ្រប់គ្រងបុគ្គលិកហ្នឹងមួយសម្រាប់របស់គាត់ហ្មងវា costly ច្រើនណាស់ ចា៎ បាទ $10000 $2000ហើយធ្វើអត់ចេញផង ចា៎ បាទអត់ធ្វើ system ហ្នឹងមកអត់ចេញផងតែបើមាន system មួយដែលអាចប្រើរួមគ្នាហើយដែលគាត់គ្រាន់តែបង់ប្រចាំខែណា ចា៎ អាចថាមួយខែ$50ឬ$100គឺគាត់ save cost ច្រើនមែនតើឃើញទេ ចា៎ វាអត់ស្មើនឹងយើងគាត់បង់ចំណាយទៅលើប្រាក់ខែបុគ្គលិកម្នាក់ផង ចា៎ បាទបុគ្គលិកម្នាក់ក៏ប្រាក់ខែ$500-600ទៅដល់$1000ឃើញទេអញ្ចឹងបើគាត់មានអា system មួយដែលអស់ត្រឹមតែមួយខែ$50ទៅ$100ប៉ុន្តែគាត់អាចគ្រប់គ្រងប្រតិបត្តិការរបស់គាត់បានទាំងមូលវាមិនល្អ ចា៎ បាទអាហ្នឹងគេហៅថា platform បាទ platform អចលនទ្រព្យមួយដែលអាចគ្រប់គ្រងគម្រោងការលក់គម្រោងផ្សេងៗបាទ ចា៎ប៉ុន្តែតែអាច save បានទេមកសម្រាប់អ្នកដែលគាត់ប្រើមួយហ្នឹង នេះជាសំណួរមួយដែលមុនពេលដែលគាត់ចាប់ផ្ដើមប្រើហ្នឹងគឺក្រុមហ៊ុនអចលនទ្រព្យហ្នឹងគឺតែងតែមានការបារម្ភហើយថាតើវាសុវត្ថិភាពអត់ ចា៎ បាទគាត់ខ្លាចដែរគាត់ខ្លាចថានៅពេលដែលគាត់ដាក់ព័ត៌មានរបស់គាត់ចូលអស់ទៅបុគ្គលិករបស់គាត់ការបែងចែកភាគលាភតើក្រុមហ៊ុនដទៃទៀតហ្នឹងគឺគេនឹងយកគំរូតាមគេនឹងលួចចម្លងគេនឹងអីចឹងទៅបាទនេះជារឿងមួយដែលគាត់ត្រូវបារម្ភហើយក៏គាត់ត្រូវស្វែងរកដែរឥឡូវខ្ញុំឲ្យឧទាហរណ៍មួយស៊ីផងប្រហែលជាធ្លាប់ឮក្រុមហ៊ុនកណន័យមួយយើងហៅថា QuickBook ចា៎ ឃើញពីមុនមកក្រុមហ៊ុនមួយគេប្រើ install អា QuickBook នៅក្នុង computer របស់គេប្រើ ចា៎ ប៉ុន្តែឥឡូវគេហៅថា QuickBook online ក្រុមហ៊ុនទាំងអស់គេបង់តែមួយខែដូចជា$5-10ទេក្រុមហ៊ុនទូចៗតែក្រុមហ៊ុនធំឯក្រុមហ៊ុនទូចៗហ្នឹងគេចង់មានប្រព័ន្ធគណនេយ្យមួយត្រឹមត្រូវគេទៅប្រើអា QuickBook online ហ្នឹងហើយ QuickBook online ហ្នឹងគេ store នៅក្នុង cloud ដែលក្រុមហ៊ុនទាំងអស់ហ្នឹងគ្រាន់តែទៅចុះឈ្មោះបង់លុយមួយខែ$5-10គេអាច posting ចំណូលចំណាយអីផ្សេងចុងខែវា print ចេញ report មក ចា៎ ហើយចឹងរាប់សែនក្រុមហ៊ុនទៅប្រើអានោះ ចា៎ ហើយសួរថាតើក្រុមហ៊ុនអស់នោះអត់ភ័យខ្លាចទេថាក្រុមហ៊ុនដទៃទៀតគេដឹងពីរបាយការណ៍ហិរញ្ញវត្ថុអីផ្សេងរបស់គាត់ ចា៎ អាហ្នឹងគឺភាពជឿជាក់មួយដែលក្រុមហ៊ុនទាំងអស់ហ្នឹងគេជឿជាក់ទៅលើក្រុមហ៊ុន QuickBook មួយហ្នឹង ចា៎ បាទអញ្ចឹង QuickBook វាដើរមកយូរហើយដែលរាប់20-30ឆ្នាំហើយបើតាមខ្ញុំដឹងមកណា ចា៎ អញ្ចឹងវាជាជំនឿជឿជាក់មួយរបស់ក្រុមហ៊ុនដែលគេប្រើសេវាកម្មរបស់ហ្នឹងហើយចំពោះ platform អចលនទ្រព្យវិញវាត្រូវការពេលវេលាហើយបើនៅស្រុកខ្មែរយើងខ្ញុំមិនទាន់ឃើញមាន platform ណាមួយដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនអចលនទ្រព្យទាំងអស់ហ្នឹងគាត់ប្រើរួមគ្នានៅឡើយទេហើយមានក៏ជាលក្ខណៈនៅក្នុងការសាកល្បងនៅឡើយដោយសារភាពទុកចិត្ត ចា៎ បាទសូម្បីថាក្រុមហ៊ុនខ្ញុំហ្នឹងក៏ខ្ញុំធ្វើ platform ចឹងដែរហ្នឹងឲ្យគេប្រើហ្នឹងធ្វើទៅវាមិន full function អីដល់ហ្នឹងទេប៉ុន្តែអាចប្រើបាន ចា៎ ជាការសាកល្បងហើយក៏នៅមានទំនុកចិត្តដែរគាត់ប្រើសាកល្បងក្នុងការតេស្តអញ្ចឹងគាត់មិនទាន់មានការបញ្ចូលទិន្នន័យអីដែលថាជាទិន្នន័យសំខាន់នៃនៅក្នុងនឹងឡើយទេបាទគាត់តែជា listing នៅឡើយទេបាទ ចា៎បងគេអញ្ចឹងនេះបងបានរំលែកដែរថាការអភិវឌ្ឍនេះគួរតែអាចមាន platform រួមមួយដើម្បីជាការកាត់បន្ថយចំណាយដល់ក្រុមហ៊ុនផ្សេងនេះគាត់មានលទ្ធភាពសមរម្យល្មមប៉ុន្តែគាត់អាចមាន digital control បានពេញលេញនឹងគេដែរចា៎នឹងបងក៏បានរំលែកដែរមិញថាបងក៏មាន digital មួយដែលបានសាកល្បងរួចហើយចា៎ប៉ុន្តែឃើញថាមានជាការបញ្ចូល testing data នៅក្នុងនោះប៉ុន្តែអាចជា plan របស់បងវិញបងគាត់ថាអាចចង់ expansion ដល់កម្រិតណាដែរសម្រាប់កម្ពុជាយើងមែនតើទៅអាកម្មវិធី Beyond App ដែលខ្ញុំ develop ឡើងមកហ្នឹងគឺវាមាន function ជាច្រើនប៉ុន្តែអ្នកដែលប្រើរាល់ថ្ងៃហ្នឹងគឺគាត់ប្រើមានកម្រិតរបស់គាត់មិនទាន់ប្រើដល់អាកម្រិតគ្រប់គ្រងគម្រោងហ្នឹងនៅឡើយទេការគ្រប់គ្រងគម្រោងហ្នឹងវាមានហើយនៅក្នុងហ្នឹងគាត់ថាគាត់មិនទាន់ចេះប្រើចា៎បាទគាត់មិនទាន់ចេះប្រើទេដើម្បីចេះប្រើដល់ function ហ្នឹងវាតតែធ្វើការបង្ហាត់បង្ហាញហើយខ្ញុំក៏មិនទាន់
បង្ហាត់បង្ហាញរបៀបនៃការប្រើប្រាស់ការគ្រប់គ្រងគម្រោងដែរអ្វីដែលខ្ញុំធ្វើការផ្សព្វផ្សាយហ្នឹងគ្រាន់តែថាឲ្យគាត់ចេះ listing ធ្វើការផ្សាយគាត់ចង់លក់ទៅផ្សព្វផ្សាយឲ្យជនទ្រព្យហ្នឹងរួមគ្នាក្នុងហ្នឹងទៅសិនទៅបាទហើយអនាគតទៅហ្នឹងគឺខ្ញុំចង់ឲ្យអញ្ចឹងចង់ឲ្យក្រុមហ៊ុនទូចអ្នកងារដែលមានអាជ្ញាប័ណ្ណគាត់អាចប្រើ platform រួមគ្នាហ្នឹងដែលអស់ចំណាយតិចហើយក្រុមហ៊ុនគាត់ទូចក្រុមគាត់ទូចមិនទាន់បើកជាក្រុមហ៊ុនអីផងហើយបើគាត់ទៅមានអា system ហ្នឹងគឺគាត់ខុសចំណាយខុសច្រើនណាស់អញ្ចឹងគាត់ប្រើកម្មវិធី Beyond App ហ្នឹងទៅវាដូចជាអ្នកប្រើលបងអត់គិតលុយផងបាទយើង download យកទៅប្រើណាយើងឲ្យគាត់ប្រើសារលបងដូចជា30ថ្ងៃអត់មានអស់លុយអស់កាក់អីទេហើយបើ30ថ្ងៃហ្នឹងគាត់ប្រើទៅមានប្រយោជន៍គាត់បន្តប្រើទៀតទៅហើយដូចជាអស់តែ$10ទេបាទហើយបើมันមានប្រយោជន៍កុំអីដែរយើងកុំប្រើមានយើងមានរោ platform ណាផ្សេងដែលល្អជាងហ្នឹងណាបាទអាហ្នឹងជាគោលដៅរបស់ខ្ញុំគឺខ្ញុំចង់ធ្វើ platform មួយឲ្យទាំងអស់គ្នាហ្នឹងគឺប្រើរួមគ្នាអញ្ចឹងដើម្បីចំណាយលុយតិចប៉ុន្តែជាគោលដៅអាចថារយៈពេលប៉ុន្មានដែរបងពង្រីកឲ្យគ្រប់ function ដែលបងបានលើកឡើងវិញត្រូវការពេលយូរបាទ3 ទៅ 4 ឆ្នាំទៀត platform មួយហ្នឹងវានឹងមានការគ្រប់គ្រងគម្រោងការបែងចែកភាគលាភcommission fee ទៅតាមលំដាប់ប្រមាណ layer អញ្ចឹងណាបាទប៉ុន្តែការបែងចែកហ្នឹងអាចមានការប្រែប្រួលបានទេបងឧទាហរណ៍ថាជាធម្មតាក្រុមហ៊ុនមួយការបែងចែកខ្ញុំជឿថាមិនដូចគ្នាតែទោះបីបងបែងចែកឬក៏បុគ្គលផ្សេងក៏បែងចែកគឺថាមិនដូចគ្នាប៉ុន្តែអាចបត់បែនទៅតាមគម្រោងមួយបានទេអាចបត់បែនបានពីព្រោះឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុង platform របស់ Beyond App ហ្នឹងគឺយើងបង្កើតគម្រោងមួយលក់ condo ឧទាហរណ៍តាមម្ចាស់គម្រោងហ្នឹងគេផ្ដល់កម្រៃជើងសារហ្នឹងឲ្យដល់ទៅ 10% ចាទៅឲ្យក្រុមហ៊ុនអចលនទ្រព្យមួយក្រុមហ៊ុនអចលនទ្រព្យទទួលបានគម្រោងនឹងហើយគាត់យកទៅឲ្យ freelancer ថាទាំងអស់គ្នាប្រហែលសមាជិក4នាក់5នាក់ហ្នឹងលក់គម្រោងហ្នឹងមកជួយលក់គម្រោងហ្នឹងគាត់នឹងទទួលបាន 70% សមាជិកណាមួយលក់បានទទួលបាន 70% 30% ទៀតចូលក្រុមហ៊ុនឃើញទេហើយនៅក្នុង 70% ហ្នឹងសមាជិកណាលក់បាន close dealគាត់ទទួលបាន 80% នៃ 70% ហើយចឹងអា 20% ទៀតយកទៅបែងចែកឲ្យសមាជិកក្នុងក្រុមដែលអត់លក់បានចឹងឲ្យតែគម្រោងនឹងមួយលក់ដាច់ close deal សមាជិកមួយណាក៏ទទួលបានអត្ថប្រយោជន៍ដែរគ្រាន់តែតិចរៀងច្រើនអញ្ចឹងទាំងអស់ហ្នឹងគឺជាការបែងចែកភាគលាភមួយនៅក្នុងហ្នឹងជាវិធីសាស្ត្រមួយអញ្ចឹងវាមានវិធីសាស្ត្រច្រើនទៀតទៅតាមការកំណត់របស់ក្រុមហ៊ុនអចលនទ្រព្យហ្នឹងក្រុមដែលអ្នកលក់ភ្នាក់ងារលក់អចលនទ្រព្យហ្នឹងអញ្ចឹងគាត់ចង់កំណត់មិនគាត់គ្រាន់ពិភាក្សាគ្នាមកយើងនៅក្នុង system យើង set ឲ្យគាត់យើងកំណត់ឲ្យគាត់មកក្រុមគាត់អាចពី5នាក់ពី10នាក់ហើយបើសិនជាគាត់ cross ក្រុមបានន័យថាគាត់មានក្រុម 2-3 ណាក្រុមគាត់នេះអត់មានគាត់លក់អត់បានទេតែក្រុមមួយនោះគេមានភ្ញៀវហើយភ្ញៀវគេហ្នឹងរកអចលនទ្រព្យដែលក្រុមខ្លួនគាត់ហ្នឹងអត់មានទេប៉ុន្តែក្រុមទី2នេះគេមានឃើញទេដល់ចឹងហៅថា cross ឆ្លងក្រុមតើការឆ្លងក្រុមហ្នឹងត្រូវបែងចែកភាគលាភមួយទៀតឃើញទេអាហ្នឹងគឺមានតែត្រូវមានទាំងអស់នៅក្នុងប្រព័ន្ធគ្រប់គ្រងគម្រោង project ហ្នឹងជួប condition ទាំងអស់បាទចាអាហ្នឹងខ្ញុំបានរៀបចំឲ្យគ្រាន់តែមិនទាន់ដាក់ឲ្យប្រើខ្ញុំគ្រាន់តែតេស្តសាកល្បងខ្លួនឯងបាទព្រោះមែនតើទៅខ្ញុំមិនមែនជាអ្នកលក់អចលនទ្រព្យខ្ញុំមិនមែនជាភ្នាក់ងារអចលនទ្រព្យខ្ញុំគ្រាន់តែធ្វើ system មួយជួយទៅដល់អ្នកលក់អ្នកទិញហ្នឹងបាទពីព្រោះខ្ញុំឃើញខ្ញុំចូលរួមសកម្មភាពផ្សេងទាំងនៅក្នុងសមាគមខ្ញុំស្ដាប់ពួកគាត់និយាយស្ដាប់ពួកគាត់ពីបញ្ហារបស់ពួកគាត់មកខ្ញុំអាចដឹងថាពួកគាត់ត្រូវការនេះត្រូវការនេះអញ្ចឹងខ្ញុំគ្រាន់តែធ្វើអស់ហ្នឹងឲ្យគាត់ប្រើនៅតែគាត់ប្រើហើយគាត់ប្រាប់មកខ្ញុំវិញថាល្អឬមិនល្អត្រូវកែសម្រួលយ៉ាងម៉េចឲ្យ feedback មកខ្ញុំកែសម្រួលវិញអញ្ចឹងហ្នឹងវាត្រូវការពេលយ៉ាងយូរតិចចា៎បាទស្ដាប់តែកន្លែងនេះគួរឲ្យចាប់អារម្មណ៍មែនតើទៅលើ system មួយអាចប្រើបានច្រើនហើយមានភាពបត់បែននៅក្នុងនឹងទាំងអស់ទៀតចា៎អញ្ចឹងអាចថាសង្ឃឹមថាពេលវេលាដែលបង predict នេះហើយអាចប្រើបានទាំងអស់គ្នាគឺងាយស្រួលមែនតើ
ខ្ញុំសង្ឃឹមអញ្ចឹងដែរបើនិយាយមែនតើទៅវាធំវា scope of platform មួយហ្នឹងវាធំពេកហើយវាតតែត្រូវការមានវគ្គសិក្សាវគ្គបង្រៀនអំពីការប្រើប្រាស់ ចា៎ គាត់ប្រើ platform ហ្នឹងទៅវាអស់លទ្ធភាពរបស់វា ចា៎ បាទបើសិនជាมันមានការធ្វើការបង្ហាញការសិក្ខាសាលាអំពី system ហ្នឹងទេគាត់ប្រើបានតែក្នុង level មួយយើងហៅថា marketing ចា៎ digital marketing គាត់ប្រើបាននៅក្នុងកម្រិតហ្នឹងទេបាទ ចា៎អូខេបងព្រោះដោយសារតែមិញបងបានទៅចែកច្រើនជាពិសេសគឺរំលែកទៅលើ system នេះចាប់អារម្មណ៍មែនតើនៅក្នុងនឹងពីព្រោះដោយសារតែយើងនិយាយថាបើកលេចមកនៅក្នុងបរិបទយើងជាក់ស្ដែងនេះវាជួយបានច្រើនមែនតើទាំងការគ្រប់គ្រងការបែងចែកជាពិសេសដូចបងបានរំលែកឡើងថាក្រុមហ៊ុនគាត់អាចវិភាគទិន្នន័យនៅក្នុងនឹងបានទៀតអាចជាចំណុចសក្តានុពលមួយដែរប៉ុន្តែព្រោះដោយសារតែយើងក៏មិនទាន់ជាបើយើងនិយាយថានៅក្នុងវិស័យអចលនទ្រព្យយើងមួយបច្ចេកវិទ្យានេះគឺអត់ទាន់បានទូលំទូលាយច្រើននៅឡើយទេប៉ុន្តែអាចសូមជាពីខាងបងវិញជាការ recommend ថាតើក្រុមហ៊ុនអចលនទ្រព្យទាំងអស់គួរតែត្រៀមខ្លួនបែបណាដើម្បីឲ្យយើងឈានចូលទៅក្នុងជាមួយនឹងបច្ចេកវិទ្យាទៅថ្ងៃអនាគតបើន័យថានៅពេលដែល ready យើងទៅបានងាយស្រួលដែរ បាទក្នុងរយៈពេលថ្មីនេះខ្ញុំបានតាមដាននៅក្នុងបរិបទថ្មីនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងស្រុកខ្មែរហ្នឹងអ្វីដែលអ្នកដែលប្រឡូកនៅក្នុងហ្នឹងអ្វីដែលត្រៀមហ្នឹងទីមួយគឺអាជ្ញាប័ណ្ណ ចា៎ គាត់ត្រូវមានអាជ្ញាប័ណ្ណជាមុនសិនបាទអញ្ចឹងដើម្បីទទួលបានអាជ្ញាប័ណ្ណបានគាត់ត្រូវតែឆ្លងកាត់ការវគ្គសិក្សា ចា៎ បាទវគ្គសិក្សាផ្នែកអចលនទ្រព្យបើគាត់ចង់ជាអ្នកវិយតម្លៃគាត់ត្រូវសិក្សាផ្នែកវិយតម្លៃគាត់ចង់ទទួលអាជ្ញាប័ណ្ណធ្វើជាភ្នាក់ងារគាត់ត្រូវរៀនផ្នែកភ្នាក់ងារអចលនទ្រព្យរៀនច្បាប់អីផ្សេងហ្នឹងហើយគាត់ត្រូវចូលរួមនៅក្នុងជាមួយសមាគមទៀតចូលជាមួយសមាគមអចលនទ្រព្យទៀតដើម្បីឲ្យការទិញលក់របស់គាត់នឹងផ្ដល់សេវាកម្មទៅអតិថិជនរបស់គាត់ហ្នឹងគឺឲ្យបានសមស្របច្បាប់ជាមួយដែលរដ្ឋគេបានកំណត់មកបាទរឿងបច្ចេកវិទ្យាជារឿងក្រោយទេបាទសំខាន់ឲ្យគាត់ហ្នឹងគេថាមានគ្រប់លក្ខណៈជាអ្នកផ្ដល់សេវាអចលនទ្រព្យជាមុនសិនបាទនៅពេលដែលគាត់មានអាហ្នឹងហើយចាំយើងទៅគិតរឿងផ្នែកបច្ចេកវិទ្យាមកជួយគាត់បាទអញ្ចឹងបើសិនជាយើងងាកទៅលើផ្នែកក្រុមហ៊ុនវិញអាមិញខ្ញុំនិយាយពី personal individual ណាបាទនិយាយពីមនុស្សម្នាក់និយាយរួមទៅគេហៅថាអ្នកគូជេបាទឥឡូវបើយើងនិយាយពីក្រុមហ៊ុននិយាយទៅពួកគាត់តែងតែមានអាជ្ញាប័ណ្ណហើយបាទគាត់តែងតែមានអាជ្ញាប័ណ្ណធ្វើអចលនទ្រព្យគាត់មានចំណេះដឹងច្រើនហើយអញ្ចឹងគាត់គួរតែមានប្រព័ន្ធគ្រប់គ្រងនៅក្នុងផ្ទៃក្នុងរបស់គាត់បាទមិនថា system គ្រប់គ្រងបុគ្គលិកគ្រប់គ្រងគម្រោងគ្រប់គ្រង listing របស់គាត់ត្រូវមានអាហ្នឹងដើម្បីយកអាហ្នឹងទៅបង្ហាញទាំងអតិថិជនរបស់គាត់បង្ហាញទាំងម្ចាស់គម្រោងបង្ហាញទាំងអ្នកវិនិយោគអីផ្សេងបាទខ្ញុំធ្លាប់នាំអ្នកវិនិយោគពីក្រៅប្រទេសមកហើយបានជួបជាមួយមិត្តភ័ក្តិដែលគាត់ស្គាល់រស់ស៊ីក្នុងវិស័យហ្នឹងដែរហ្នឹងហើយដល់ពេលគាត់ជួបពិភាក្សាគ្នាទៅគាត់តែងតែយក Facebook មកបង្ហាញនេះបងដីនេះឬក៏ condo មួយនេះវាល្អវាលក់ទៅទិញទៅវាចំណេញវាអីចឹងខ្ញុំថាអាហ្នឹងយើងអត់អាចយកអាហ្នឹងមកបង្ហាញអ្នកវិនិយោគចឹងទេអ្វីដែលបង្ហាញហ្នឹងគឺវាមានគេហៅថាanalytics របាយការណ៍ប្រៀបធៀបវិភាគអីផ្សេងFacebook យើងផុសទៅមួយចប់ហើយវាអត់អាចយកអាហ្នឹងមកវិភាគអីធ្វើជាទិន្នន័យអីបានទេបាទអញ្ចឹងវាគ្រាន់តែជាការបង្ហាញក៏រូបរាងនៃអចលនទ្រព្យហ្នឹងឯងប៉ុន្តែដល់ពេលវិភាគថាចុះទិញហើយ5ឆ្នាំទៀតវាមិនវាចំណេញឬក៏វាខាតបើចំណេញប្រហែលភាគរយបើទិញជួលយើងប្រៀបធៀបកាល3ឆ្នាំមុនគេជួលcondo មួយគេជួលតម្លៃមិនអញ្ចឹងយើងត្រូវមានប្រព័ន្ធអស់ហ្នឹងយកមកទិន្នន័យអស់ហ្នឹងយកមកបង្ហាញអ្នកវិនិយោគបាទអាហ្នឹងបានយើងហៅថាអ្នកប្រកបអាជីវកម្មអចលនទ្រព្យគេហៅថា professional មានចំណេះដឹងមានដែលគេអាចទុកចិត្តបាន
ចាជាកន្លែងនេះសំខាន់មែនតើ បាទ ទីមួយគឺត្រៀមចេញពីខ្លួនគាត់សិន បាទ រត់ទៅតាមផ្លូវច្បាប់ស្របហើយអស់គឺចូលប្រឡូកជាមួយនឹងខាងសមាគមឬក៏អ្នកដែលគាត់មានបទពិសោធន៍ដើម្បីរីករាយបន្ទាប់មកគឺ platform បងសុភពីក្រោយ បាទ support អា technology និយាយទៅដើរពីក្រោយទេណា យ៉ា ដើរពីក្រោយទេអាហ្នឹងបាទ ចាអញ្ចឹងគំថាទស្សនិកជនដែលទស្សនានៅក្នុងសប្តាហ៍នេះអាចទទួលបានច្រើនក៏ជាអ្វីដែលពួកគាត់ចាប់អារម្មណ៍ការដែលបងចូលរួមលើកមុនដែរតែឃើញថាពួកគាត់ជឿចិត្តច្រើនអញ្ចឹងដោយសារតែពេលវេលាយើងក៏គៀកចិត្តមកដល់ការបញ្ចប់ដែរហើយជាចុងក្រោយអាចសូមបងមានជាមតិផ្ដាំផ្ញើទៅកាន់ទស្សនិកជនមុននឹងយើងបញ្ចប់ពីកម្មវិធីយើងទៅចា៎ បាទមតិផ្ដាំផ្ញើចុងក្រោយហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនយើងដែលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យជាពិសេសភ្នាក់ងារអចលនទ្រព្យដែលមិនទាន់មានអាជ្ញាប័ណ្ណហ្នឹងគឺអាចរុះរាន់ដើម្បីធ្វើម៉េចឲ្យខ្លួនឯងហ្នឹងមានច្បាប់ត្រឹមត្រូវហើយយើងប្រឡូកនៅក្នុងវិស័យហ្នឹងឲ្យស្មើភាពគ្នា ចា៎ បាទពីព្រោះអ្នកដែលគាត់បានឆ្លងកាត់ការសិក្សារៀនសូត្រដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីនិយត្តករខាងអចលនទ្រព្យហ្នឹងគឺគាត់ចេញមុខចេញមាត់ឲ្យបានគេថាអត់លាក់លៀមណា ចា៎ តែកាលណាយើងធ្វើការមួយដែលលាក់លៀមសូម្បីតែខ្ញុំក៏មានការទិញលក់ជាប្រចាំដែរប៉ុន្តែបើសិនជាខ្ញុំឃើញមានការផ្សព្វផ្សាយមកសូម្បីតែរូបភាព profile គាត់មិនបង្ហាញផងឈ្មោះគាត់មិនឈ្មោះមិនប្រាប់ឈ្មោះពិតទៅហើយគាត់ដាក់ថាដីលក់មិនទាន់ល្អអញ្ចឹងខ្ញុំរំលងចោលហើយព្រោះតែប៉ុណ្្នឹងយើងអត់មានទំនុកចិត្តផងហ្នឹងបាទអញ្ចឹងហេតុអីទីមួយខ្ញុំគិតថាប្រហែលជាគាត់មិនមានច្បាប់ត្រឹមត្រូវអញ្ចឹងគាត់មិនមានការចង់បង្ហាញ profile របស់គាត់ទេអញ្ចឹងបើសិនយើងជ្រុលធ្វើអាហ្នឹងហើយគឺថាធ្វើឲ្យវាលូកឲ្យជ្រៅណាលូកឲ្យកប់ធ្វើឲ្យកុំឲ្យមានការលាក់លៀម ចា៎អូខេចា៎ចឹងអរគុណច្រើនបងសម្រាប់ការចូលរួមនៅក្នុងការចែកម្លែកនៅក្នុងសប្តាហ៍នេះហើយសង្ឃឹមថាអាចនឹងមានការចែកម្លែកក្រោយៗពីព្រោះដោយសារតកតងជាមួយនឹង technology នេះគឺច្រើនចំណុចមែនតែខ្ញុំជឿថាការចែកម្លែកបងនៅក្នុងថ្ងៃនេះក៏អត់តន់អស់ទៅក្នុងការងារយើងជាក់ស្ដែងដែរហើយម្ដងទៀតអរគុណបងសម្រាប់ការចូលរួមហើយពីកម្មវិធី Real Estate Talk Show ទៅព្រោះដោយសារតែពេលវេលាយើងមានកំណត់អញ្ចឹងយើងក៏សូមគោរពលាពីទស្សនិកជនត្រឹមប៉ុណ្នេះហើយជួបគ្នានៅសប្តាហ៍ក្រោយ